សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងសិក្សាពីរបៀបនៃការដំឡើង plugin សម្រាប់កម្មវិធី SketchUp ទាំងអស់គ្នាអញ្ចឹងឧទាហរណ៍ថាយើងមានជា package យើងមានជា package បែបនេះអីអញ្ចឹងយើងចូលនៅក្នុង package ហ្នឹងមកយើង unzip វាឬក៏បបែក Winra ហ្នឹងទៅហើយយើងចូលនៅក្នុង folder ហ្នឹងតោះមកយើង copy វាទាំងអស់មក copy បែបហ្នឹងហើយយើងចូលទៅ try C ចឹងនៅពេលដែលចូល try C អ្នកទាំងអស់គ្នាចូលនៅកន្លែង view នេះអានេះខ្ញុំប្រើ Windows 10 ណាចឹងអ្នកទាំងអស់គ្នាប្រើ Windows ផ្សេងយើងធ្វើម៉េចយើងរកព្យាយាមរកមើលនៅកន្លែងនេះនៅកន្លែង hidden item ហ្នឹងយើង tick នៅកន្លែង hidden item ហ្នឹងមកហើយយើងចូលទៅរក user អូខេចូល user ហើយយើងចូលមើលកន្លែងនេះហើយនឹងជួនកាលវាអាចចេញជាឈ្មោះ computer របស់យើងអីចឹងអ្នកទាំងអស់គ្នាចូលមើលកន្លែងហ្នឹងមកតទៅពីដល់កន្លែងហ្នឹងហើយអ្នកទាំងអស់គ្នារកពាក្យដូចគ្នារកពាក្យថា app data តើមកយើងចូល roaming តើមកយើងរកពាក្យ SketchUp អូខេតើមកយើងទៅរក version SketchUp ណាមួយដែលយើងចង់តម្លើង plugin ហ្នឹងដាក់ចឹងនេះខ្ញុំដាក់2022តើមកយើងចូលទៅ SketchUp ទៀតតើមកយើងឃើញ plugin បែបនេះនេះចឹងយើងចូលទៅក្នុង plugin ហ្នឹងហើយយើង pass plugin មិនចូលប៉ុន្តែនេះដោយសារខ្ញុំ pass ម្ដងហើយអញ្ចឹងខ្ញុំអត់បាច់ pass ទៀតទេតបយើងផាសហើយ plugin ហ្នឹងវានឹងចូលនៅក្នុងកម្មវិធីនេះយើង auto ហើយប៉ុន្តែនៅពេលដែលយើងផាស plugin ហ្នឹងចូលយើងកុំតន់បើក SketchUp យើងបិទ SketchUp ចោលធម្មតាសិនទៅតបយើងបើកមកភាសាទៀតមក plugin ហ្នឹងវានឹងរត់ពេញផ្ទាំងហ្នឹងហើយ plugin ណាដែលយើងត្រូវការប្រើយើងទុកវាទៅហើយ plugin មួយណាដែលយើងអត់ត្រូវការប្រើយើងបិទវាចោលទៅគឺជាការស្រេចហើយវិធីទី2ឧទាហរណ៍ថាយើងមាន plugin រាយplugin រាយអូខេចាំតិចនេះ plugin រាយបែបនេះអីចឹងអ្នកនរគ្នាចូលទៅក្នុង SketchUp របស់យើងហើយយើងរកពាក្យថា extension ហើយយើងរកពាក្យថា extension manager តបមកយើងចុចកន្លែង install extension មកហើយយើងចូលទៅរក plugin របស់យើងទុកនៅក្នុងណាយើងចូលទៅរកនៅក្នុងហ្នឹងមកអូខេplugin នេះឧទាហរណ៍អាមួយហ្នឹងទៅយើងចុច open មកអូខេ open មកតបមកវានឹងលុតផ្ទាំងនៅទីមួយទៀតមកឲ្យយើងហើយអាហ្នឹងយើងគាត់ចុចខ្វែងចោលទៅគឺបានអានេះខ្ញុំតម្លើងភាសាឲ្យដោយសារអញ្ចឹងខ្ញុំមិនតម្លើងទៀតទេឧទាហរណ៍មួយនេះចុះខ្ញុំចុចយកវាមកអូខេចាំតិចមកវានឹងលុតមានផ្ទាំងតូចមួយទៅនេះតពីផ្ទាំងនឹងចេញមកគឺអា plugin ហ្នឹងគឺវានឹងប្រើការបានហើយអានេះអូខេខ្ញុំបិទចោលទៅនេះសារខ្ញុំតម្លើងភាសាឲ្យដោយចឹងវាអត់តន់លុតចឹងបន្ទាប់ពីបានចឹងហើយអ្នកទាំងអស់គ្នាអាចប្រើ plugin នឹងបានជាធម្មតាអូខេហ្នឹងហើយនៅក្នុងវីដេអូហ្នឹងមានប៉ុណ្ណឹងសង្ឃឹមថាអ្នកទាំងអស់គ្នាអាចធ្វើបានអ្នកទាំងអស់គ្នាអរគុណច្រើន